thay yun na bang phồn việc trong trôi bờ tiền dương tăng ta pi samai cơ mà việc trong trôi mang bang phồn cuộc cầm nứt bao Hồ Chí Minh nha bang phồn khỏi mà tiếc đấy nè samai cơ nó miệt bao miệt môn đo mà Hồ Chí Minh còn miệt cầm nứt ngồi thà bà do lái hay do khai mình bán bằng cá tây chia ẩn đu chân ở thôn mình bán té đặt khát chân thở tờ lép ai chân thở tờ lép dương ngay chân sông tô khai cho sông tô lào cho không miên chùm rương té thở tờ lép ai ngay cầm nứt Hồ Chí Minh với bà vô con trai về thầy chân trôi ta bằng cá ẩn đu chân ở bàn chia dâm trâu na bằng ôn không ai mùi ná tao hạ cá chỉ mùi yuan bằng ôn không ai ở đây miên là sập trâu xua pui chỉ mùi yuan miên ta lỡ bắn sáp cầm hăng không ai bán tao chỉ yuan nhẹ miền cuốn là lấy việc thưa bán tầm đó chứ chật đôi lá đó bằng ôn chật đôi lá vậy hay là sầm đa chỉ yuan đôi bàn tay hôn sai nó tròn ngớp á bằng ôn còn ngớp bán này ngớp mày ui thì họ còn tròn ngớp ta quát tương tới quát hiền dây đẹp chiêm ra không ai hả quát hiền dây hay bởi chiêm ra không ai nó sạp hay năng lên miền à rom sọp yuan hay năng bằng ôn già nào mới cái do có đó có okอะไรcái do có thả muaទៀតcó okอะไรcái chắc đây nó bị sầm mất bao kia nữa á trôi màu bầu cua bao dương đi đây có ok ta tiệt tới bên đây chụp cam chưa ra nè đây yuan cam cặp nơiក្នុងស្រុកខ្មែរyuan miền sinh chiếtខ្មែរបោះឆ្នោតឲ្យyuanចូលមកបោះឆ្នោតទៀតប៉ុណ្ណឹងហើយអត់ដឹងខ្លួនទេចង់បានស្អីបងប្អូនចង់បានសរងបានកម្មាឡើងផ្លិចចិត្តសាសរបស់ខ្លួនទេដូចតកិច្ចក្បាលនឹងថ្មរួចឲ្យផ្លិចប្រវត្តិសាស្ត្របងប្អូនពិចារណាមើលនៅក្នុងសាលាគេឲ្យយើងរៀនតោះសោះទៅរៀនឡើងសម័យអង្គរឯនោះរៀនបានប្រយោជន៍អីបងប្អូនអាប្រវត្តិសាស្ត្រណាដែលមានប្រយោជន៍ក្នុងពេលបច្ចុប្បន្នដើម្បីការពារទឹកដីរបស់យើងគេអត់បង្រៀនទេមាន7មករាកន្លែងណាក៏ធ្វើស្តុករំលឹកគុណ7មករាគ្រប់ខែទាំងអស់ស្តុក7គុណ7មករាកុំភ័យបងប្អូនកុំគិតថាខ្ញុំចង់បានអីពីបងប្អូន52ណាហើយអត់មានប្រពន្ធអត់មានកូនអត់មានឈាមមកតំណក់នៅលើដីនឹងទេងាប់ទៅសូនឈឹងមានតែបងប្អូនទេដែលងាប់ហើយសល់កូនធ្វើកាជះគេខ្ញុំដាច់ពូជហើយបើនិយាយស្ដាប់គ្នាមិនបានទេឲ្យវាងាប់ទៅមនុស្សខ្លះគ្មានតម្លៃសម្រាប់សង្គ្រោះទេឲ្យវាងាប់ឲ្យស្រឡះទៅពីព្រោះអីកណើតវាកើតមកល្ងងណាស់សម្រាប់ឲ្យតែគេជិះជាន់ទេនិយាយស្ដាប់គ្នាមិនបានមានតែរុញថែមឥឡូវបងប្អូនមើល7មករាបងប្អូនណាអាមេរិកកាំងនេះមួយសូវៀតនេះពីរអន្តរជាតិច្រើនណាបងប្អូនណាគេចង់វាយប្រទេសខ្មែរតាំងពី76បងប្អូនតាំងពី76យើងបាយ79ណាអាមេរិកកាំងសូវៀតណាវាចង់វាយចូលប្រទេសខ្មែរវាចង់វាយប៉ុលពតទៅវាដឹងណាបងប្អូនវាដឹងណាយួននិយាយពីខាំងឃាបងប្អូនខាំងឃាឲ្យវាយទេតែពួកនឹងវាយមកវាមានឱកាសឯណាវាយវាខាំងឃាទី1គឺដើម្បីអីដើម្បីឲ្យខ្មែរនឹងស្លាប់គ្នាសិនហើយអាស្លាប់គ្នានឹងទៀតបងប្អូនទៅមើលរឿងអីបានជាវាកើតជាប៉ុលពតអាតបមិនតិចក្នុងព្រៃសោះនោះរួចហើយមកវាយឈ្នះតបលួនណុលដែលជាតបអាមេរិកកាំងនៅពីក្រោយប៉ុលពតមានពីណាស្គាល់ឈ្មោះបងប្អូនតបវាបន្តិចហើយហេតុអីបានអាមេរិកហេតុអីបានជាមានរដ្ឋប្រហារបងប្អូនតម្លាក់សម្ដេចឪយើងហេតុអីពីព្រោះសម្ដេចឪរបស់យើងគាត់លាក់យាកកង200000នាក់គាត់លាក់យាកកងហើយយាកកងនឹងវាមកពីណាវាមកពីយួនខាងជើងវាមកណាវាមកយួនខាងត្បូងវាមកធ្វើអីមកវាយអាមេរិកកាំងដល់ពេលវាមិនហ៊ាននៅយួនខាងត្បូងវានៅជាយដែនខ្មែរពីព្រោះយួនខាងត្បូងអាមេរិកកាំងវាតម្លាក់គ្រាប់ដៃលើដីយួនអញ្ចឹងអាយាកកងគ្មានដីនៅសុំតាយើងណែនៅឯដីខ្មែរណែបងប្អូនតាយើងគាត់មានគុណគាត់មិនម៉ែគាត់នឹងសុតខាងនោះទៀតដល់ពេលចង់កិញក្នុងគេបញ្ចូលមកបងប្អូនចូលមកនិយាយអត់បានទេរដ្ឋធម្មនុញ្ញគេមកឲ្យប៉ះបងប្អូនឃើញគេសិតតែបិទមាត់យើងទាំងអស់អត់ដឹងខ្លួនទេណាគិតតែពីស៊ីដីធ្វើកូននៅពេញផ្ទះកើតកូនមកកញ្ចះគេតពូទៅអត់គិតទេហើយយើងរដ្ឋធម្មនុញ្ញគេខាមគេហាមមិនដឹងយកទៅចាក់នឹងខ្ញុំល្មិចទេណាបងប្អូនណាព្រោះរដ្ឋធម្មនុញ្ញគេមិនឲ្យប៉ះទេប៉ុន្តែយើងកាត់អញ្ចឹងម៉ែគាត់សុតហើយយួនបងប្អូនត្រូវដឹងតែរបស់វាគឺវាតាមរយហើយចូលដល់វាំងហើយបងប្អូនពិចារណាមើលនិយាយចុះនិយាយឡើងលាក់យាកកងរបស់គេ2000000នាក់ដល់ពេលអាយាកកងហ្នឹងវាវាយឈ្នះលុនវាយឈ្នះពួកអាមេរិកកាំងនៅឯស្រុកយួនខាងត្បូងអាយួនខាងអាយាកកងវាអត់ព្រមចាញ់ពីស្រុកខ្មែរ2000000នាក់តាគាត់លេឡាពីព្រោះអាមេរិកកាំងចោតគាត់យូរហើយចោតតាយើងថាលាក់យាកកង
ពីព្រោះអាមេរិកវាតម្លាក់នៅលើដីយួនតម្លាក់ដល់ពេលជាកងវានៅក្នុងដីខ្មែរដល់ពេលតាយើងថាអាមេរិកឆ្លៀនពៀនដីខ្មែរអាមេរិកថាអត់ឆ្លៀនពៀនទេគឺវាមកតម្លាក់យួនព្រោះតាយើងលាក់យួនអាមេរិកក្តៅតាយើងសម្បើមណាបងប្អូនវាចាញ់សង្គ្រាមណាដោយសារតាយើងលាក់យាកងហ្នឹងបងប្អូនបើសិនណាជាយាកងគ្មានកន្លែងនៅបងប្អូនអាមេរិកមិនបានចាញ់សង្គ្រាមទេបងប្អូនចាញ់សង្គ្រាមកូនប្រទេសកប៉ុកឡុកមួយយួនបងប្អូនអាមេរិកអាចចាញ់សង្គ្រាមស្រុកណាវាឈឺចិត្តណាបងប្អូនវាគិតទុកក្នុងប្រវត្តិសាស្ត្រណាវាមិនចូលចិត្តតាយើងទេប៉ុន្តែវាអត់ហ៊ានថាព្រោះប្រជាពលរដ្ឋខ្មែរវាចូលចិត្តដល់ពេលអាមេរិកវាចាញ់សង្គ្រាមអាយួនយាកង200000នាក់ដែលតាយើងទុកទេណាវាអត់ព្រមចេញពីស្រុកខ្មែរតាលេឡានឹងទៅហៅអាមេរិកទៅហៅអាម៉េចបើខ្លួនឯងបដិសេធថាគ្មានយាកងទេហ្នឹងថ្កោលទោសអាមេរិកថាទម្លាក់គ្រាប់បែកលើប្រទេសរបស់ខ្លួនទៅទៀតណាឃើញទេដល់ពេលអញ្ចឹងលេឡារត់ទៅលិចរត់ទៅកើតចោលសុកចោលទេហ៎លន់ណយនេះគាត់មិនដឹងធ្វើម៉េចបើយួននៅពេញដីអញ្ចឹងវាត្រូវតែទម្លាក់គាត់ដើម្បីយកអំណាចដេញយួនប្រាប់គាត់ឲ្យនៅស្ងៀមសិនទៅគ្រោះថ្នាក់ណាស់តែគាត់អំពាវនាវឲ្យចូលព្រៃហ្នឹងគឺងាប់ពួកអីលន់ណលទម្លាក់គាត់ទៅនិយាយពីលន់ណលដឹងថាប្រទេសរបស់ខ្លួនកំពុងតែនៅលើភ្លើងសង្គ្រាមហើយភ្លើងវាឆេះនៅស្រុកយួនណាបងប្អូនណាតាសម្រាប់ចិត្តមិនស្រួលហៅគេឲ្យចូលព្រៃភ្លើងឆេះពីស្រុកយួនរៀលដាល់ចូលស្រុកខ្មែរអញ្ចឹងលន់ណលគាត់ភ័យណាស់បញ្ជូនគណៈប្រតិភូទៅប្រាប់តាថានៅឲ្យស្ងៀមទៅចាំគេដេញយួនរួចហើយគេហៅចូលមកវិញហើយឲ្យនៅស្ងៀមទៅគេមិនទម្លាក់ទេប៉ុន្តែឯងធ្វើអត់កើតពីព្រោះតាឯងអ្នកលាក់យាកងតែហៅអាមេរិកមិនបានទេឯណោះបងប្អូនមានយាយគាត់ផងមានអីផងពីលើមកម៉ែក្មេងគាត់ចាក់រុកគាត់មិនមកស្រុកខ្មែររុចទៅស្រុកចិនទៅស្រុកចិននិយាយពីយួនវាទៅស្រុកចិនហ្មងបងប្អូនវាទៅប្រធានាធិបតីវាទៅស្រុកចិនវាលាក់មុខក្រោយវាធ្វើមិនក៏ដោយឲ្យតាយើងប្រកាសសង្គ្រាមឡើងជាមួយនឹងលន់ណលថា2000000នាក់នៅក្នុងព្រៃនោះវាអត់ចាញ់ទេយាកងបងប្អូនតាយើងគេចាក់គេរកថាលន់ណលក្បត់ជាតិធ្វើរដ្ឋប្រហារតម្លាក់គាត់កូនអើយចូលព្រៃម៉ាក់ទីកូនយកអំណាចឲ្យឪវិញសង្គ្រាមផ្ទុះបឹងលន់ណលហូរទឹកភ្នែកហ្មងគេចាប់បានតាយកទៅហើយពីព្រោះខ្មែរយើងតែជឿអាណាជឿហើយអូប៉ុលពតគ្នាមកកបាច់លិចនោះបងប្អូនវាទៅវាយឈ្នះទ័ពអាមេរិកដែលទ័ពលន់ណលដែលអាមេរិកនៅពីក្រោយកើតទេបងប្អូនដោយសារគេស្មានតែចូលព្រៃនឹងយកអំណាចឲ្យតាហើយតានឹងដឹងនិយាយថាម៉េចទេបងប្អូនមកពិភពលោកបងប្អូនកុម្មុយនីសវាប្រឆាំងមួយសក្តិភូមិកុម្មុយនីសពួកកុម្មុយនីសគឺវារំលំរបបស្ដេចហើយតាយើងទៅពាក់អាវខ្មៅនៅជាមួយប៉ុលពតខ្ញុំឆ្ងល់គាត់ពួកកុម្មុយនីសវាប្រឆាំងជាមួយសក្តិភូមិហើយគាត់អត់យល់មិនឃើញរូបថតគាត់មកពាក់អាវខ្មៅនៅជាមួយប៉ុលពតនឹងព្រៃប៉ុលពតនឹងប្រើឈ្មោះវាប្រើស្មាតោប្រើឈ្មោះគាត់ហ្នឹងណាដើម្បីហៅមនុស្សចូលព្រៃបងប្អូនដល់ពេលបានចូលព្រៃហើយវាយចូលមកពួកយើងឯនេះស្មានតាដាច់អូជួយយមដាច់ជួយយមដាច់មកវិញប៉ុលពតចាប់ដាច់ឲ្យទុកក្នុងវាំងទៅចាប់ទុកក្នុងវាំងនោះទៅបងប្អូនហើយចាប់ពីពេលនោះមកអា2000000នាក់នោះទៅណាទៅបងប្អូនយើងដេញវាចាញ់វាមិនចាញ់ផងដល់ពេលឥឡូវជោគជ័យហើយវាយជាពិសេសគឺសមរភូមិកំពង់ចាមបងប្អូននិយាយពីលន់ណលគាត់ពិបាកចិត្តបងប្អូនគាត់ចេះតែស្រែកប្រាប់អន្តរជាតិថាសង្គ្រាមឈ្លានពានទេពីព្រោះបាញ់នៅអីកំពង់ចាមមកបាញ់ណាបងប្អូនបាញ់ច្រើនតែយប់ប៉ុលពតវាទ័ពឆ្លើវាបាញ់យប់ពេលណាឡើងមកគឺទ័ពប៉ុលពតមកជាហៀងយាកងឡើងមកជាហៀងពេលដែលវាបាញ់លន់ណលបាញ់ទៅបងប្អូនងាប់ព្រឹកឡើងទៅមើលសឹកតាយួនកាត់វាសស្ងាត់ដល់ពេលអញ្ចឹងលន់ណលគាត់ស្រែកប្រាប់អន្តរជាតិថាមិនមែនសង្គ្រាមស៊ីវិលខ្មែរឆ្លោះជាមួយខ្មែរទេគឺសង្គ្រាមឈ្លានពានយួនចូលឈ្លានពាននេះអត្តសញ្ញាណប័ណ្ណពួកអានោះងាប់មកសត្វតាយួនទាំងអស់សស្ងាត់មានអត្តសញ្ញាណប័ណ្ណបងប្អូនអើយនិយាយពីអ្នកកសែតអាកសែតបរទេសប្រសិទ្ធតែប្រពន្ធយួនវាចុះប្រឡាប់ទៀតវាថាសង្គ្រាមនេះជាសង្គ្រាមស៊ីវិលទេរវាងខ្មែរនិងខ្មែរទេវាអត់ចេះវាអត់ចុះជួយផ្សាយទេបងប្អូនប៉ុលពតអលាញ់លន់ណលស្រែកតែមិនគាត់ថាសង្គ្រាមឈ្លានពានយួនអត់ទីបំផុតតែបងប្អូនអាពួកអ្នកចូលព្រៃដែលតស៊ូយកអំណាចឲ្យស្ដេចវិញហ្នឹងបងប្អូនវាយជាមួយទ័ពយួនហ្នឹងចូលក្នុងពេញយើងព្រឹបហើយនេះស្មានតអូតាចូលមកស្រែកជ័យយោពួកអានុងវាថាឲ្យទៅទុកនៅពេញយូរពួកនឹងដឹងណាថាមិនមែនទ័ពតាទេ
chẳng chấm liếc tranh phim mong chấm liếc ao việc bay bông strike từ bông đại mong nhẹ na thưa thôm nhẹ na thưa phải hiên phải linh ấy ao thưa ấy là quên ô mai dân phở ô nhom thọ thưa phải linh chắc thưa ấy khởi lô ta mà quên bàn thưa thôm nó bong ô nói còn đặt tranh pin pin vô tôi bay cho banh cho không biết đấy bong ô đặt đập mà phải 30 kg pin pin banh cho mong ở ngọc anh nè chạy ngọc nè đằng cầm rô bao yuan tiền na bong ô tiền bong ô mà đo chừng ngọn Pol ta bong ôn mau bị sọc đằng miền kia đọc mà thầy nè bong ôn tao bị miền cầm lăng em na sắp ta cầm lăng và đâu đá mà bị yuan ao mà trôi mà cọp cho mui Pol đấy ao bị trôi mà cọp á Pol là ăn cầm lăng mau bị sọc đằng đó chẳng miền Khmer diện minh Khmer ấy đây cái chặt tới cả chừng ngọn bà mặt bà mong ó do mà bắt đầu ở nơi cho mui Khmer đấy đó bị Pol cắn như tới ban đằng thà ô mất rồi bao vía sắp cả bọt ta sao ta cả bọt Pol chặt làm bành đấy nhá chặt đam sầm lạp anh đi lên tục chặt đất Pol chặt đam sầm lạpពួកបូព៌ាពួកនឹងរត់ចូលទៅស្រុកយួនទៅរត់ប្រាស់យោទេម្ចាស់ថ្លៃពីព្រោះអីPolតាមសម្រាប់ពួកបូព៌ាឲ្យរត់ប្រាស់យោទេយួនវាដឹងវារៀបចំផែនការទុករួចស្រេចដើម្បីត្រងយើងវាថាតិចទៀតយើងទៅតិចទៀតយើងទៅដល់ភ្លាមរត់ប្រាស់យោតាយើងធំសប្ងៃណាគឺរត់ទៅនឹងប្រាស់យោទេបងប្អូនPolតាមសម្រាប់សមមិត្តជាមួយPolដែរនោះPolតាមសម្រាប់យួនវាដឹងផ្លឹបហ្មងវាដឹងបន្តិចទៀតទៅវាប្រមូលពឹបឡើងបង្កើតជារណសេយើងនឹងបង្កើតទេយួនបង្កើតទេបងប្អូនយួនបង្កើតឲ្យទេ2ធ្នូបង្កើតរណសេ2ធ្នូបងប្អូនអើយពួកយើងទៅមិនគ្រប់គ្នាទេបង្កើតរណសេពីព្រោះយើងត្រូវបង្កើតរណសេដើម្បីចុះកិច្ចសន្យាហៅយួនឲ្យចូលក្នុងប្រទេសខ្មែរកុំឲ្យយួនហ្នឹងណាកុំឲ្យអន្តរជាតិមើលឃើញថាយួនវាចូលខ្លួនឯងវាមានខ្មែរទៅបង្កើតរណសេកន្លែងវារួចហើយហៅវាឲ្យវាយចូលប្រទេសវាប៉ុន្តែតាមពិតកម្រងមកវាទេខាងមុខក៏មានសិទ្ធិខ្មែរខាងមុខខាងក្រោយសិទ្ធិយួនស្លៀកពាក់សិទ្ធិខោអាវខ្មែរឲ្យពេញព្រៃទាំងអស់ថតដូចយើងអញ្ចឹងថតឯកសារទុកបង្កើតរណសេអាខាងមុខនេះខ្មែរអាខាងក្រោយសិទ្ធិយួនបញ្ជាសិទ្ធិខោអាវខ្មែរទាំងអស់ហើយថតរូបទុកថតវីដេអូទុកជាភ័ស្តុតាងថាខ្មែរទៅបង្កើតរណសេក្នុងដីរបស់គេរួចហើយហៅយួនឲ្យចូលក្នុងប្រទេសខ្មែរសញ្ញេកិច្ចសន្យា2ធ្នូបងប្អូនចាំណាមកបង្កើត2ធ្នូរួច7មករាបែកមួយខែជាងបន្តិចបងប្អូនមួយខែ5ថ្ងៃសួរថាតើទៅប្រមូលគ្នាឯណាបានវាយភ្លាមបងប្អូនយួនវាត្រៀមកម្លាំងរួចស្រេចហ្មងវាកាងយូរហើយអាមេរិកកាំងហើយសូវៀតចង់វាយតាំងពីឆ្នាំ76មែនតែយួនវាកាងហ្មងវាទុកឲ្យខ្មែរសម្លាប់សិនវាក្តៅកាហាយណាស់បាញ់ជនជាតិអញបដែតតាមទឹកអញលេងវិញមកក្បាច់ចូលមកផ្លឹបបងប្អូនអាទ្រព្យសម្បត្តិខ្មែរយើងដែលគ្នាវានោះដែលជាដៃជើងរបស់Polប្រកបនឹងបងប្អូនដែលវាប្រមូលជាទ្រព្យសម្បត្តិយកទៅទុកម្ដុំយួនវាចំណាំកន្លែងមកដឹកទាំងឡានយកទៅហ្មងនិយាយពីទ្រព្យសម្បត្តិខ្មែរទៅខ្ទេចទាំងអស់បងប្អូនយួនវាមកដឹកទៅវ៉ាន់ទៅហ្មងហើយយើងអូយួនចូលរំដោះមកអើយបងប្អូនណាខ្ជិលចង់និយាយរហូតមកដល់សប្តាហ៍ទៀតបងប្អូនមើលវារៀបចំដាក់ស្ថាប័នមួយនឹងជាពិសេសខាងប៉ូលីសហើយទៅហ៊ានឲ្យពេញទឹកពេញដីទាំងអស់បើបោះឆ្នោតតើយើងត្រូវធ្វើម៉េចបញ្ចូលជនជាតិយួនឲ្យមកបោះចុះបើបោះចាញ់ក៏មកឲ្យដែរបិទទូរទស្សន៍មកភ្លឹបសិនទៅ3 4ម៉ោងរួចកែលទ្ធផលឆ្នោតមកម្ចាស់ថ្លៃអើយជ្រៅណាស់ម្ចាស់ថ្លៃជ្រៅណាស់បើសិនណាជាបងប្អូនមិនងើបទេកំណត់របស់ហូជីមិញនឹងបានសម្រេចហើយបង្កើតឥណ្ឌូចិនកម្ពុជាវៀតណាមឡាវឲ្យធំដើម្បីទប់ទល់ជាមួយនឹងចិនបងប្អូនគិតពិចារណាទីមើលសួរថាបងប្អូនរស់ដើម្បីអីគ្រាន់តែស៊ីដីរួចចុងក្រោយងាប់ដដែលជាជនជាតិមួយដែលអត់ស្គាល់មុខមិត្តមុខសត្រូវយកសត្រូវធ្វើជាអ្នកមានគុណរបស់ខ្លួនបងប្អូនពិចារណាមើលវេទិកានឹងដឹងចាក់កើតអត់ទេបងប្អូនខ្ញុំបថុយនិយាយបងប្អូនខ្ញុំបថុយនិយាយព្រោះគេអត់ឲ្យរៀនសូត្រទេ